ប្រហែលថ្ងៃចុងក្រោយនេះឃើញថាបងប្អូនប្រជាពលរដ្ឋយើងច្រើនមែនទែននាំគ្នាទិញសាំងស្តុកទុកដើម្បីបង្ការហានិភ័យនៅក្នុងការខ្វះខាតប្រេងឬក៏ទិញទុកក្នុងតម្លៃមួយដែលសមរម្យបន្តិចទៀតទៅពួកគាត់ជឿជាក់ថានឹងឡើងថ្លៃដោយសារតែសង្គ្រាមនៅមជ្ឈមបូព៌ារវាងសហរដ្ឋអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់កំពុងតែក្តៅកុកខ្លាំងមកដល់ពេលនេះតម្លៃប្រេងនៅក្នុងប្រទេសកម្ពុជាយើងនៅតាមបណ្ដាការ៉ាសាំងនានាកន្លែងខ្លះក៏មានការលក់តម្លៃធម្មតាហើយកន្លែងខ្លះទៀតក៏បានឆ្លៀតឱកាសនៅក្នុងការដំឡើងថ្លៃចំណែកកន្លែងខ្លះទៀតនៅពេលដែលអតិថិជនទៅទិញប្រាប់ថាអស់ប៉ុន្តែតាមពិតទៅមិនទាន់អស់ទេគាត់ធ្វើនឹងដើម្បីតែទុកពេលបន្តិចទៀតសាំងនឹងឡើងថ្លៃហើយគាត់លក់ចំណេញកាន់តែច្រើនខ្ញុំពិតជាសំណូមពរយ៉ាងទទូចមែនទែនទៅដល់បងប្អូនអាជីវករឬក៏ជាម្ចាស់ការ៉ាសនានាសូមលក់ទៅតាមអ្វីដែលក្រសួងបានណែនាំកុំលក់ដំឡើងថ្លៃនៅក្នុងពេលវេលានេះយើងឃើញថាកាលពីថ្ងៃទី6ខែមីនាម្សិលមិញនេះមន្ត្រីកបបខេត្តបាត់ដំបងបានធ្វើការចោះត្រួតពិនិត្យតម្លៃប្រេងតាមស្ថានីយ៍ដេប៉ូនានាហើយបានរកឃើញទីតាំងមួយចំនួនលក់ដំឡើងថ្លៃហើយក៏ត្រូវបានណែនាំនឹងធ្វើកិច្ចសន្យាបញ្ឈប់ផងដែរសូមនិយាយមួយទៀតចំពោះបងប្អូនប្រជាពលរដ្ឋយើងវិញម្ដងខ្ញុំដឹងថាបងប្អូនទិញទុកក៏ដោយសារតែខ្លាចប្រេងឡើងថ្លៃហានិភ័យខ្វះខាតប្រេងប្រើប្រាស់ទន្ទឹមនឹងនោះបងប្អូនក៏ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះការរក្សាទុកប្រេងទាំងអស់នេះវាងាយមែនទែននៅក្នុងការឆាបឆេះនិងប៉ះពាល់ដល់ទ្រព្យសម្បត្តិបងប្អូនទាំងអស់គ្នានឹងខ្ញុំបានឃើញនៅវីដេអូមួយបង្ហាញពីទស្សនវិជ្ជាផ្ទះឆេះទាំងស្រុងហើយក៏មាននៅការថតបណ្ដានិយាយបណ្ដាផងដែរថាមូលហេតុដែលឆេះនឹងមកពីម្ចាស់ផ្ទះគាត់ទិញប្រេងយកមកស្តុកទុកថាទៀតកុំឲ្យជ្រួលជ្រើងទិញសាំងចូលផ្ទះឥឡូវយកតាមយកដាក់ចូលក្នុងផ្ទះឥឡូវឆេះផ្ទះមក